សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃនេះថ្ងៃប្រហ័សទី5ខែមីនាឆ្នាំ2026បាទវេលាពេលព្រឹកទេម៉ោងនៅសហរដ្ឋអាមេរិកក្នុងគណៈពេលដែរនៅប្រទេសកម្ពុជាគឺពេលយប់ទៅហើយបាទនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអន្តរជាតិនៅថ្ងៃនេះនៅពេលនេះគឺខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នាគឺទី1ជុំវិញរឿងនៅអ៊ីរ៉ង់ហើយនិងទី2គឺរឿងនៅខាងប្រទេសចិនបាទអញ្ចឹងព័ត៌មានទី1នេះគឺការប្រយុទ្ធគ្នាសង្គ្រាមនៅប្រទេសអ៊ីរ៉ង់គឺឈានចូលដល់ថ្ងៃទី6បាទនៅថ្ងៃប្រហ័សនេះដោយការវាយប្រហារគ្នាមិនថមថយទេអ៊ីរ៉ង់បង្កើនការវាយប្រហារខ្លាំងក្លាផងដែរដាក់ទៅប្រទេសអ៊ីស្រាអែលហើយនឹងមូលដ្ឋានយោធារបស់សហរដ្ឋអាមេរិកជាច្រើននៅប្រទេសទៀតនៅក្បែរនោះដោយអ៊ីរ៉ង់ថាសហរដ្ឋអាមេរិកនឹងស្ដារក្រោយយ៉ាងឈឺចាប់តែម្ដងបាទដែលបានបាញ់ពន្លិចនាវាចម្បាំងរបស់ប្រទេសអ៊ីរ៉ង់ហើយព័ត៌មានទី2នេះគឺឥឡូវនេះបើយោងតាមបច្ចុប្បន្នភាពរបស់សារព័ត៌មាននេះគឺខាងអឺរ៉ុបក៏កំពុងតែត្រៀមខ្លួនដើម្បីឆ្លើយតបផងដែរដោយដំណាក់កាលទី1នេះគឺចេញមកដើម្បីការពារផលប្រយោជន៍នៅរបស់ជាជនខ្លួនរបស់ខ្លួននៅតំបន់មជ្ឈិមបូព៌ាហើយក្រោយពីមានព័ត៌មានថាមីស៊ីលរបស់ខាង drone របស់អ៊ីរ៉ង់បានបាញ់ចូលទៅក្នុងប្រទេសអាហ្សេបៃចាន់ដែលជាការពង្រីកមួយចូលទៅក្នុងតំបន់បន្ថែមទៀតហើយបាទតើការហក់ចូលនេះយ៉ាងម៉េចក៏ប៉ុន្តែអ៊ីរ៉ង់ប្រកែកថាមិនមែនជា drone របស់ខ្លួនទេប្រហែលជាអាចជាស្នាដៃរបស់ខាងអ៊ីស្រាអែលបាទហើយព័ត៌មានទី3នេះបាទជាសញ្ញានៃការបង្ហាញថាការប្រយុទ្ធគ្នានៅតំបន់មជ្ឈិមបូព៌ានឹងមិនចប់ងាយៗនោះទេគឺមានសេចក្តីរាយការណ៍នានាថាខាងសហរដ្ឋអាមេរិកបានតាក់ទងទៅក្រុមខឺតអ៊ីរ៉ង់បាទហើយនឹងនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់គឺឲ្យចូលទៅវាយប្រហារនៅក្នុងប្រទេសអ៊ីរ៉ង់ដោយសហរដ្ឋអាមេរិកត្រៀមខ្លួនជាស្រេចក្នុងការជួយគ្រប់គ្រងក្រុមទាំងនោះបាទក្រុមខឺតនឹងគឺត្រូវបានអ៊ីរ៉ង់ចាត់ទុកថាជាក្រុមឧទាមហើយក្នុងរយៈពេលប្រមាណថ្ងៃកន្លងមកនេះគឺអ៊ីរ៉ង់ផ្លោងដាក់ក្រុមខឺតបាទក៏ប៉ុន្តែគាត់ខ្វះមធ្យោបាយក្នុងការធ្វើសង្គ្រាមមិនអាចនឹងតបបានច្រើនក៏ប៉ុន្តែបាទការវិវត្តដូចជាការរីកានេះមែនគឺជាការពង្រីកកងកម្លាំងជើងគោកបាទបើសិនជាក្រុមខឺតព្រមហក់ជួយសហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកមានកម្លាំងជើងគោកដែលនៅទីនោះដោយមិនប្រើយោធារបស់ខ្លួនគ្រាន់តែសហរដ្ឋអាមេរិកផ្ដល់ការគ្រប់គ្រងផ្លូវអាកាសហើយព័ត៌មានទី4នេះគឺជាសម័យប្រជុំសភារបស់ប្រជាជនចិនហើយបើយោងតាមសេចក្តីរាយការណ៍នេះគឺបានឲ្យដឹងថាចិនគឺគ្រោងនឹងចំណាយថវិកាការពារជាតិនឹងកើនចំនួន 7% បាទទៅលើវិស័យការពារជាតិបាទបើធៀបនឹងឆ្នាំមុនកន្លងមកគឺលើ 7% តិចតួចដូច្នេះការចំណាយថ្មីនេះអាចនឹងទៀបជាងឆ្នាំមុនបាទគឺតាំងពីឆ្នាំ2021ចំណាយជិត 7% ទៀបជាងនេះបាទហើយក្រោយពីហ្នឹងមកគឺឡើងលើស 7% ជានិច្ចឥឡូវបើសិនជាចំណាយតែ 7% គឺអាចនឹងតិចជាងរយៈពេលប្រហែលឆ្នាំមកនេះបាទនេះជាការវិវត្តសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាបាទហើយមុននឹងចូលដល់ព័ត៌មានខ្ញុំក៏ផ្ដាំផងខ្លះគឺឥឡូវនេះគឺដូចដែលខ្ញុំធ្លាប់បាននិយាយពីប្រហែលថ្ងៃមុនអញ្ចឹងបាទជាការសំខាន់ណាស់ដែលទៅរកប្រភពព័ត៌មានដែលច្បាស់លាស់សម្រាប់អ្នកចេះភាសាអង់គ្លេសគឺមិនបញ្ហាអ្វីទេគឺគាត់អាចទៅអានប្រភពព័ត៌មានសំខាន់ក៏ប៉ុន្តែក៏អាចនឹងផ្លាត់ដែរណាគាត់នឹងពីព្រោះឥឡូវមានទូអនឡាញអីច្រើនគាត់អាចនឹងផ្លាត់ស្ដាប់ជាព័ត៌មានដែលមានការបង្កើតឡើងដោយមានលក្ខណៈស្រួលមើលទៅដូចស្របច្បាប់អញ្ចឹងប៉ុន្តែដូចត្រឹមត្រូវអញ្ចឹងក៏ប៉ុន្តែព័ត៌មានជាការដែលគេបង្កើតឡើងដើម្បីបំភ្លៃព័ត៌មាននេះអញ្ចឹងប្រយ័ត្នមែនតើណាបាទគឺសារព័ត៌មានធំដូចជា AP Reuters AAP Al Jazeera អីហ្នឹងបាទបើតែចង់ដឹងពីភាសាសង្ខារគឺតាមដានសារព័ត៌មានអញ្ចឹងបាទកុំទៅតាមអ្នកដែលធម្មតាយកមកនិយាយមកបកបន្ថែមអាហ្នឹងគឺព័ត៌មានคล้ายៗច្រើនណាបាទក្នុងបទពិសោធន៍កន្លងមកគឺអ្នកដែលយកមកហ្នឹងគឺដោយនិន្នាការយ៉ាងណាដោយចង់បាន view ទៅចង់បានអីចង់បាន like ចង់បាន share យ៉ាងម៉េចចង់បានគេឈ្មោះគាត់យ៉ាងម៉េចបាទគាត់ឬក៏មិនមានសមត្ថភាពមិនដល់គឺផ្សាយអត់ត្រឹមត្រូវច្រើនទេណាបាទជាពិសេសក្នុងរយៈពេល6ថ្ងៃនៃរឿងនៅអ៊ីរ៉ង់ហ្នឹងគឺមានអ្នកសួរមកខ្ញុំនឹងសំណួរសួរមកខ្ញុំគឺសំណួររឿងអត់ពិតច្រើនណាបាទគឺខុសមកខុសស្អីរឿងពិតប្រកបច្រើនបាទអញ្ចឹងប្រយ័ត្នមែនតើបាទហើយចំណុចទី2គឺប្រយ័ត្នក្នុងការទាញចូលពលណាមួយបាទពលណាមួយនៅក្នុងទំនាស់នេះដូចខ្ញុំបានជំរាបពីមុនយ៉ាងកុំប្រយ័ត្នមែនតើណាកុំទាញចូលពលណាមួយនៅក្នុងបញ្ហានេះបាទប្រយ័ត្នបាទអញ្ចឹងព័ត៌មានទី1បាទព័ត៌មានទី1នេះគឺខ្ញុំសូមដកស្រង់ពីសេចក្តីរាយការណ៍របស់សារព័ត៌មាន AP មកបាទបើយកតាមសេចក្តីរាយការណ៍របស់ AP នេះគឺអ៊ីរ៉ង់បានបើកការវាយប្រហារដោយមីស៊ីលជាច្រើនថែមទៀតហើយតាំងពីព្រឹកព្រលឹមថ្ងៃប្រហ័សតែម្ដងបាទដោយបានបង្ខំឲ្យប្រជាពលរដ្ឋរាប់លានអ្នកបាទនៅទូទាំងតំបន់នោះត្រូវរត់ចូលទៅកន្លែងជ្រកកោនបាទការពារក្របបែកបាទក្នុងគណៈពេលដែលសហរដ្ឋអាមេរិកហើយនិងអ៊ីស្រាអែលបាទគឺបន្តប្រយុទ្ធបន្ថែមទៀត
ហើយចំណាត់ការដែលសហរដ្ឋអាមេរិកបន្តចាត់ការនេះគឺកាត់ឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះក្រោយពីសមាជិកព្រឹទ្ធសភានៅសហរដ្ឋអាមេរិកនេះបានបោះឆ្នោតច្រានចោលនៅសេចក្តីសម្រេចមួយដែលស្នើឡើងដើម្បីកំហិតអំណាចប្រធានាធិបតីសហរដ្ឋអាមេរិកបាទការប្រយុទ្ធគ្នាដែលកើតឡើងនៅតំបន់មជ្ឈិមបូព៌ានេះគឺបន្តធ្វើឲ្យគាំងរាំងស្ទះដល់ការដឹកជញ្ជូនតាមនាវាឆ្លងកាត់ច្រកសមុទ្រ Hormuz បាទនៅថ្ងៃប្រហោះនេះដោយធ្វើឲ្យមានការរាំងស្ទះទៅដល់ការឧបត្ថម្ភដឹកប្រេងឆ្លងកាត់នៅតំបន់មជ្ឈិមបូព៌ានេះទៅពិភពលោកផងដែរបើទោះបីជាលោកត្រាំបានសន្យាថានឹងផ្ដល់ការធានាការពារដោយផ្ដល់នាវាជើងទឹកដើម្បីអមនាវាដឹកទំនិញទាំងនោះក៏ដោយក៏ប៉ុន្តែគឺចំនួននាវាដែលនៅជាប់គាំងនៅជាប់នឹងកំពង់ផែដែលមិនអាចចេញមកបាននេះគឺត្រឹមថ្ងៃប្រហោះនេះបានកើនឡើងទៅដល់ចំនួនយ៉ាងហោចណាស់ចំនួន200បាទដែលនៅជាប់នៅក្នុងកំពង់ផែដោយមិនអាចចេញមកបានទេនេះបើយោងតាមការវិតម្លៃរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters បាទកងកម្លាំងជើងទឹករបស់សហរដ្ឋអាមេរិកវិញគឺនៅតែរក្សាជំហរថានឹងអមនាវាដឹកទំនិញទាំងអស់នោះដដែលបាទនេះបើយោងតាមលោករដ្ឋមន្ត្រីក្រសួងធម្មពលរបស់សហរដ្ឋអាមេរិកក៏ប៉ុន្តែលោកថាឥឡូវនេះគឺត្រូវផ្ដោតទៅលើជំនួសនឹងសិនមួយរយៈសិនមិនទម្រាំតែអាចនឹងឲ្យកងកម្លាំងជើងទឹករបស់ខ្លួនមកអមនាវាទាំងនោះបាទដូច្នេះជាការដែលលោកថ្លែងដើម្បីឲ្យមហាជនបានដឹងថាមានបញ្ហាជួបការលំបាកទៅលើការគ្រប់គ្រងធម្មពលក្នុងរយៈពេលប្រហែលថ្ងៃនេះសិនដែរបើជាការពិតពីព្រោះដើម្បីធ្វើឲ្យកម្លាំងរបស់អ៊ីរ៉ង់ចុះខ្សោយសិនដែលมันអាចមកវាយប្រហារនៅគៀកដែនទឹកនេះបានដើម្បីអាចឲ្យនាវាឆ្កោកនឹងដំណើរការដោយសុវត្ថិភាពខ្លួនឯងផងដែរដោយឡែកទីផ្សារភាគហ៊ុននៅអាស៊ីវិញបាទនៅថ្ងៃព្រហស្បតិ៍តាមសេចក្តីរាយការណ៍មកគឺមានការឡើងបន្តិចខ្លះដែរបន្ទាប់ពីការបាត់បង់ខាតលក់ដូរខាតក្នុងរយៈពេលប៉ុន្មានថ្ងៃមុននេះក្នុងពេលដែលមានការចាប់ផ្ដើមការប្រយុទ្ធគ្នានឹងបាទហើយក្រុមអ្នកដែលធ្វើពាណិជ្ជកម្មជួញដូរតាមទីផ្សារភាគហ៊ុនហ្នឹងបាទគឺមានការធានាស្ងប់ចិត្តបន្តិចផងដែរដោយក្រោយពីមានសេចក្តីរាយការណ៍របស់សារព័ត៌មាន The New York Times រាយការណ៍ថាគឺក្រុមចារកម្មរបស់អ៊ីរ៉ង់បានលូកដៃមកខាងក្រុមចារកម្ម CIA របស់សហរដ្ឋអាមេរិកនេះបាទដើម្បីរកវិធីយ៉ាងណាបញ្ចប់បញ្ហានេះបាទមិនឲ្យបន្តទៅមុខទៀតបានក៏ប៉ុន្តែប្រភពចារកម្មពីអ៊ីរ៉ង់វិញបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថាសូមអ៊ីរ៉ង់ក៏បដិសេធទាំងស្រុងចំពោះអត្ថបទរបស់សារព័ត៌មាន The New York Times ហ្នឹងគឺថាជារឿងកុហកទាំងស្រុងហើយជាសង្គ្រាមចិត្តសាស្ត្របាទក្នុងពេលដែលសង្គ្រាមពិតប្រាកដកំពុងតែកើតមានឡើងអញ្ចឹងនេះបើយោងតាមសេចក្តីរាយការណ៍របស់ខាងសារព័ត៌មាននៅក្នុងអ៊ីរ៉ង់បាទដែលបានរាយការណ៍ផងដែរបាទគឺនេះគឺការវិវត្តទៅលើជុំសមរភូមិដោយឡែកការវិវត្តមួយទៀតគឺផែនការដែលខ្ញុំបានរាយការណ៍ម្សិលមិញតាមសារព័ត៌មាននានាដែលថាពិធីបុណ្យតម្កល់សពសាធារណៈរបស់លោក Ali Khamenei ចាប់ផ្ដើមពីថ្ងៃពុធរយៈពេល3ថ្ងៃនោះឥឡូវនេះត្រូវផ្អាកដោយមិនកំណត់ពេលវិញហើយដោយសារតែព្រួយបារម្ភពីបញ្ហាសន្តិសុខចឹងដូច្នេះមហាជនមិនអាចនឹងបានទេថាតើគេនឹងរៀបចំពិធីនោះនៅពេលណាបាទហើយបើយោងតាមប្រភពរបស់អ៊ីរ៉ង់ចំនួន2ប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP បានឲ្យដឹងថាគឺអ្នកដែលគេជាបេក្ខជនដែលអាចនឹងស្នងតំណែងលោក Ali Khamenei គឺកូនប្រុសរបស់គាត់គឺឈ្មោះថា Mojtaba Khamenei បាទដែលក៏ប៉ុន្តែគឺកូនប្រុសរបស់គាត់នេះជាអ្នកដែលមានជំហរកាន់តែតឹងរឹងជាងមុនទៅទៀតបាទក៏ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថាគឺកូនប្រុសចៅប្រុសរបស់លោកមេដឹកនាំជាន់ខ្ពស់មុនដែរគឺឈ្មោះថា Hassan Khomeini បាទ Hassan Khomeini ក៏អាចជាបេក្ខជនដែលគេនឹងពិចារណាដែរពីព្រោះលោក Hassan Khomeini ជាអ្នកដែលមាននិន្នាការកែតម្រង់បាទអញ្ចឹងដូច្នេះរវាងបេក្ខជនដែលមានសក្តានុពល2មួយគឺថាកាន់តែជ្រុលនិយមតឹងរឹងជាងពេលបច្ចុប្បន្ននិងម្នាក់ទៀតដែលមានលក្ខណៈធូរស្រាលជាងបច្ចុប្បន្នតើបេក្ខជនមួយណានឹងឡើងមកធ្វើជាមេដឹកនាំជាន់ខ្ពស់មេដឹកនាំកម្ពុជារបស់អ៊ីរ៉ង់ហើយបើយោងតាមសេចក្តីរាយការណ៍គឺសារព័ត៌មាននៅក្នុងប្រទេសអ៊ីរ៉ង់បាននិយាយថាបេក្ខជនដែលត្រូវបន្តកាន់តំណែងនេះគឺគេរកបានហើយគ្រាន់តែគេមិនទាន់ប្រកាសឈ្មោះជាផ្លូវការជាសាធារណៈឲ្យបានដឹងតែប៉ុណ្ណោះបាទនេះជាការវិវត្តដែលមានន័យល្អនិងអាក្រក់សម្រាប់ប្រទេសអ៊ីរ៉ង់ណាបាទហើយព័ត៌មានទី2នេះគឺជាការពង្រីកសង្គ្រាមទៀតហើយបាទគឺបើយោងតាមសេចក្តីរាយការណ៍នេះបានឲ្យដឹងថា drone របស់អ៊ីរ៉ង់ចំនួន2បានធ្លាក់ចូលទៅក្នុងប្រទេសអាហ្សេបៃយ៉ង់នៅថ្ងៃប្រហោះនេះបាទហើយមាន drone បន្ថែមទៀតផងដែរគឺខាងអ៊ីរ៉ង់ក៏បាញ់ចូលទៅក្នុងអ៊ីស្រាអែលហើយនិងអ៊ីរ៉ាក់បាទដែលជាសញ្ញាមួយបង្ហាញថាឥឡូវនេះសមរភូមិការប្រយុទ្ធគ្នានេះកាន់តែពង្រីកទៅដល់ប្រទេសជាច្រើនបាទរដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអាហ្សេបៃយ៉ង់បាននិយាយថាគឺ drone 2នោះគឺបានធ្លាក់
បាទទៅក្នុងតំបន់ដែលនៅភាគខាងជើងប្រទេសអ៊ីរ៉ង់បាទដែលមានជនជាតិអាហ្សេបៃយ៉ង់រស់នៅហើយបានធ្វើឲ្យមនុស្សចំនួន2នាក់រងរបួសបាទដោយឡែកកងកម្លាំងរបស់អ៊ីរ៉ង់វិញក៏បានបដិសេធថាខ្លួនមិនមានបាញ់ដ្រូនសម្ដៅទៅលើប្រទេសអាហ្សេបៃយ៉ង់នោះទេហើយបានចោទស្ដីបន្ទោសថាប្រហែលជាអ៊ីស្រាអែលជាអ្នកធ្វើខ្លួនឯងដើម្បីឲ្យប្រទេសមួយចំនួនទៀតហក់ចូលបើទោះបីជាយ៉ាងណាក៏ដោយមេដឹកនាំអឺរ៉ុបបាទរួមទាំងអ្នកដែលមិនគ្រប់គ្រងការវាយប្រហាររបស់សហរដ្ឋអាមេរិករួមគ្នាជាមួយនឹងអ៊ីស្រាអែលទៅលើប្រទេសអ៊ីរ៉ង់នោះក៏បានចាប់ផ្ដើមបាទឈានជើងសន្សឹមចូលទៅក្នុងចំនួននេះផងដែរបាទដោយសារតែគេមានប៉ះពាល់នៅផលប្រយោជន៍និងប្រជាពលរដ្ឋរបស់ខ្លួននៅទីនោះអញ្ចឹងហើយគេក៏បង្កើនល្បឿនបង្កើនកម្លាំងដើម្បីទៅការពារពលរដ្ឋរបស់ខ្លួនការពារផលប្រយោជន៍របស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ាហើយនៅថ្ងៃប្រហ័ននេះគឺប្រទេសអ៊ីតាលីបាននិយាយថាបាទខ្លួនកំពុងតែបញ្ជូនប្រព័ន្ធការពារដែនអាកាសទៅបណ្ដាប្រទេសនានានៅក្នុងតំបន់ឈូងសមុទ្របាទដែលជារឿងមួយការពារផលប្រយោជន៍របស់ខ្លួននៅទីនោះដោយសារតែអ៊ីរ៉ង់បានវាយប្រហារសងសឹកទៅប្រទេសមួយចំនួនដែលអ៊ីតាលីមានផលប្រយោជន៍នៅទីនោះបាទហើយចំនួននេះគឺបានសម្រាប់មនុស្សអស់រាប់រយនាក់ហើយបាទបើសិនជាតាមសេចក្តីរាយការណ៍នេះគឺនៅអ៊ីរ៉ង់ហ្នឹងគឺមានជាង 1000 នាក់ហើយបាទគឺជាពិសេសនៅអ៊ីរ៉ង់ហ្នឹងបាទហើយសហរដ្ឋអាមេរិកវិញគឺនៅតែបញ្ញាចិត្តថាខ្លួននឹងបន្តតាមដានតាមប្រយុទ្ធតាមកំទេចថ្នាក់ដឹកនាំហើយនឹងប្រព័ន្ធយោធារបស់អ៊ីរ៉ង់ឲ្យខាងទៅបានបាទអញ្ចឹងគឺមានបញ្ហាកាន់តែរីករាលដាលបន្ថែមទៀតដែលសូម្បីតែនៅប្រទេសលីបង់បាទនៅភាគខាងត្បូងនៃទីក្រុងបេរូតនោះគឺដែលមានក្រុម Hezbollah គ្រប់គ្រងដោយប្រទេសអ៊ីរ៉ង់នោះក៏រងការវាយប្រហារពីអ៊ីស្រាអែលផងដែរបាទហើយអ៊ីរ៉ង់ក៏បានវាយប្រហារទៅលើក្រុមខឺដកងកម្លាំងខឺដដែលគ្រប់គ្រងសហរដ្ឋអាមេរិកបាទនៅក្នុងប្រទេសអ៊ីរ៉ាក់បាទនៅក្នុងប្រទេសអ៊ីរ៉ាក់ដែលនៅជាប់ខាងជិតខាងជាមួយនឹងប្រទេសអ៊ីរ៉ង់ដោយបាញ់ចំមូលដ្ឋានរបស់ពួកគេមួយនៅទីនោះដែលក្រុមនេះបានធ្វើជាមូលដ្ឋានយោធារបស់ខ្លួនបាទនេះបើយោងតាមមន្ត្រីផ្លូវការដែលបាននិយាយបាទមន្ត្រីខឺដផ្លូវការដែលបាននិយាយហើយសូមមិនបញ្ចេញឈ្មោះនោះទេបាទអ៊ីរ៉ង់បានវាយប្រហារទៅលើក្រុមខឺដអស់រយៈពេលជាច្រើនថ្ងៃមកហើយដោយអ៊ីរ៉ង់យល់ឃើញថាក្រុមនេះគឺជាក្រុមភេរវករបាទរីឯមន្ត្រីរបស់អ៊ីរ៉ាក់វិញក៏បាននិយាយផងដែរថាគឺខ្លួនកំពុងតែបាទត្រៀមកម្លាំងផងដែរបាទអាចនឹងបាទសំទោសច្រឡំតិចមន្ត្រីរបស់អ៊ីរ៉ាក់បាននិយាយថាមន្ត្រីហើយនិងមន្ត្រីជាន់ខ្ពស់នៃកងកម្លាំងរបស់ខឺដនឹងបាននិយាយថាពួកគេកំពុងតែត្រៀមកម្លាំងដើម្បីចូលទៅក្នុងប្រទេសអ៊ីរ៉ង់ផងដែរបាទចឹងដូច្នេះនេះជាសញ្ញាមួយកាន់តែរីករាលដាលបន្ថែមទៀតហើយដល់ឡែកអ៊ីរ៉ង់វិញនៅថ្ងៃប្រហ័សនេះបានបដិសេធការអះអាងរបស់ទូគីណាចឹងម្សិលមិញគឺទូគីគាត់អះអាងថាមានដ្រូនមីស៊ីលរបស់អ៊ីរ៉ង់បានបាញ់ចូលទៅក្នុងដែនអាកាសរបស់ទូគីប៉ុន្តែឥឡូវនៅថ្ងៃប្រហ័សនេះគឺអ៊ីរ៉ង់បានបដិសេធថាខ្លួនមិនបានបាញ់មីស៊ីលអ្វីចូលទៅក្នុងដែនអាកាសរបស់ខាងទូគីនោះទេបាទបើទោះបីជាទូគីបាននិយាយថាខ្លួនបានបាញ់មីស៊ីលទម្លាក់ក៏ដោយដោយឡែកលោក Mark Rutte ដែលជាអគ្គលេខាធិការនៃអង្គការអូតង់វិញបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃប្រហ័សនេះដែរថាសម្ព័ន្ធមិត្តរបស់ NATO មិនទាន់ដំឡើងឬក៏ដាក់ឲ្យសកម្មនៅប្រព័ន្ធការពារដែនអាកាសរបស់ខ្លួននៅឡើយទេដោយចាត់ទុកថាការវាយប្រហារនេះគឺមិនទាន់ច្បាស់លាស់តើត្រូវដំឡើងសកម្មភាពប្រព័ន្ធការពាររបស់ខ្លួនយ៉ាងណាទេបាទក៏ប៉ុន្តែគឺអ្វីដែល NATO បាទចាត់ទុកនោះគឺស្ថានភាពគឺកាន់តែមានលក្ខណៈគំរាមកំហែងកាន់តែច្រើនហើយទៅដល់បណ្ដាប្រទេសនៅអឺរ៉ុបដែលជាសម្ព័ន្ធមិត្តរបស់អង្គការ NATO បាទនេះគឺជាការវិវត្តទី2ណាដោយឡែកការវិវត្តទី3វិញបាទការវិវត្តទី3ដែលបន្តពីចុងព័ត៌មានវិញបាទបើយោងតាមសារព័ត៌មាននានាហើយនឹងឥឡូវនេះព័ត៌មាននេះខ្ញុំយកពី The Guardian ណា The Guardian គាត់បាននិយាយគឺសហរដ្ឋអាមេរិកឥឡូវនេះកំពុងតែតាក់ទងក្រុមខឺដនឹងហើយដើម្បីឲ្យបាទការវាយប្រហារតាមផ្លូវជើងគោកវិញពីព្រោះផ្លូវអាកាសដូចដែលប្រិមត្តបានដឹងអញ្ចឹងគឺបើកាលណាគ្មានកងកម្លាំងជើងគោកទេគឺมันអាចចូលជើងបានទេគឺអាកាសបានតែបំផ្លាញអញ្ចឹងអ្វីដែលសហរដ្ឋអាមេរិកជៀសវាងមិនប្រើកម្លាំងរបស់ខ្លួនគឺប្រើកងកម្លាំងខឺដហ្នឹងគឺជាកម្លាំងដែលបាទតស៊ូពីពួកគាត់គឺឌីស្តានហ្នឹងគឺគាត់ធ្លាប់ជាអាណាចក្រធំមួយដែលបំបែកអស់ទៅមកជំហៀងនៅទូគីមួយជំហៀងនៅនោះបាទតែអញ្ចឹងទៅគាត់បំបែកជាកុលសម្ព័ន្ធតូចនៅកន្លែងនេះកន្លែងនោះដែលគាត់ចង់បង្កើតអាណាចក្ររបស់គាត់វិញផងដែរប៉ុន្តែมันមានអ្នកណាគ្រប់គ្រងបាទឥឡូវនេះសង្គ្រាមនៅប្រទេសអ៊ីរ៉ង់នេះបានផ្ដល់នៅក្តីសង្ឃឹមទៅដល់ពួកគាត់ថែមទៀតបាទបើយោងតាមសេចក្តីរាយការណ៍នេះគឺក្នុងគណៈពេលដែលសង្គ្រាមរវាងអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកជាមួយនឹងអ៊ីរ៉ង់ឈានចូលដល់ថ្ងៃទី6នោះគឺកងកម្លាំងសហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ដឹងថាគឺបានប្រកាសថាត្រៀមខ្លួនជាស្រេចហើយនិងផ្ដល់ការគ្រប់គ្រងទៅដល់អ្នកប្រយុទ្ធរបស់ជនជាតិខឺដណាជនជាតិខឺដប្រសិនបើពួកគេព្រមចូលរួមនៅក្នុងការប្រយុទ្ធនេះ
មន្ត្រីរបស់ខឺតវិញបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ថាគឺក្រុមខឺតបាទក្រុមខឺតដែលប្រឆាំងជាមួយនឹងរដ្ឋាភិបាលនៅក្នុងប្រទេសអ៊ីរ៉ង់នោះបានដែលពេលបច្ចុប្បន្ននេះមានមូលដ្ឋាននៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់នេះគឺឥឡូវនេះគឺកំពុងតែត្រៀមកម្លាំងបាទត្រៀមកម្លាំងដែលអាចនឹងរងចាំតែសញ្ញាណាមួយដើម្បីឆ្លងដែនចូលទៅក្នុងទឹកដីរបស់អ៊ីរ៉ង់បាទអញ្ចឹងបានតែខឺតហ្នឹងគាត់នៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់ទេប៉ុន្តែគាត់មានសមត្ថភាពអាចនឹងចូលវាយនៅក្នុងតំបន់ជាប់ក្បែរនោះនៅក្នុងទឹកដីអ៊ីរ៉ង់បានហើយសេចក្តីរាយការណ៍បានឲ្យដឹងថាសហរដ្ឋអាមេរិកបានស្នើឲ្យពួកខាងខឺតនៅប្រទេសអ៊ីរ៉ាក់ហ្នឹងគ្រប់គ្រងពួកគេផងដែរបាទដូច្នេះរលកនៃការវាយប្រហារតាមអាកាសហ្នឹងគឺបានវាយប្រហារចំមូលដ្ឋានយោធាជាច្រើនដែលនៅតាមប៉ុស្តិ៍តាមព្រំដែនប៉ុស្តិ៍ប៉ូលីសដែលនៅតាមបណ្ដោយព្រំដែនជាមួយនឹងប្រទេសអ៊ីរ៉ង់នោះបាទជាប់ជាមួយនឹងប្រទេសអ៊ីរ៉ាក់ហើយដូច្នេះនេះជាសញ្ញាមួយដែលគេអាចយល់ឃើញថាជាសញ្ញានៃការដែលសហរដ្ឋអាមេរិករៀបចំសម្រាប់ឲ្យកងកម្លាំងនោះអាចនឹងប្រើកម្លាំងថ្មីជើងដើម្បីឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសអ៊ីរ៉ង់បាទអញ្ចឹងបានន័យថាប៉ុស្តិ៍ប៉ូលីសប៉ុស្តិ៍ទាហាននៃរបស់អ៊ីរ៉ង់ដែលនៅតាមបណ្ដោយព្រំដែនហ្នឹងឥឡូវនេះត្រូវសហរដ្ឋអាមេរិកគឺទម្លាក់ចោលបានគេថា softening the ground សម្រាប់ពួកជើងគោកចូលទៅបាទគឺគេថាបើជញ្ជុំបន្ទន់ដីដើម្បីរៀបចំឲ្យកងកម្លាំងជើងគោកថ្មីជើងចូលទៅដោយឡែកអ្នកជំនាញវិញក៏បានធ្វើការព្យាករណ៍ថាការគ្រប់គ្រងកងកម្លាំងណាក៏ដោយដែលមកពីជនជាតិនានាហ្នឹងគឺកងកម្លាំងខឺតក៏ដោយកងកម្លាំងណាក៏ដោយដែលឲ្យមានការវាយប្រហារបន្ថែមទៀតនៅក្នុងប្រទេសអ៊ីរ៉ង់គឺប្រៀបដូចជាគេថាវាយបំបែកសម្បុកអមាល់វាសម្បំបែក open up honestness បាទគឺជាការវាយបំបែកសម្បុកអមាល់ដូចនេះដែរដែលធ្វើឲ្យចំនួននេះកាន់តែរីករាលដាលឈានទៅដល់មានសង្គ្រាមស៊ីវិលនៅក្នុងប្រទេសអ៊ីរ៉ង់ដែលបង្កឡើងដោយសហគមន៍នានាដែលមានការបែកបាក់គ្នាស្រាប់ទៅហើយនោះដូច្នេះបាទសង្គ្រាមស៊ីវិលនេះអាចនឹងកើតមានឡើងប្រសិនបើរបបនាពេលបច្ចុប្បន្ននេះបានដួលរលំបាទប្រិមិត្តឮសូរអ្នកជំនាញនិយាយបែបនេះនៅចាំបានទេនៅក្នុងប្រទេសលីប៊ីបាទប្រទេសលីប៊ីគឺបាទក្រោមការគ្រប់គ្រងរបស់ Gaddafi បើទៅផ្ដាច់ការយ៉ាងណាក៏ដោយតែ Gaddafi គាត់បានរួបរวมចែកផលប្រយោជន៍ជាមួយនឹងក្រុមកុលសម្ព័ន្ធនានាបាទនៅពេលដែលទម្លាក់ Gaddafi ចេញគឺក្រុមកុលសម្ព័ន្ធនានាដែលជាសម្ព័ន្ធមិត្តក្នុងពេលកន្លងមកនោះគឺចាប់ផ្ដើមប្រយុទ្ធទាមទារដែនដីរបស់ខ្លួនឡើងវិញបាទឥឡូវនេះសូម្បីតែរដ្ឋាភិបាលរួមមួយគឺពិបាករកបាននៅលីប៊ីបាទអញ្ចឹងដូច្នេះអ្វីដែលអ្នកជំនាញគាត់ព្រមមាននោះគឺថាអាចនឹងមានបញ្ហាកើតឡើងផងដែរណាបើសិនជាសហរដ្ឋអាមេរិកគ្រប់គ្រងឲ្យមានកងកម្លាំងជើងគោកពីខាងខឺតចូលទៅក្នុងប្រទេសអ៊ីរ៉ង់វាប្រហារក៏ប៉ុន្តែការវិវត្តយ៉ាងណាពីព្រោះអីយើងមិនអាចទុកបានទេពីព្រោះបើទោះបីជាសហរដ្ឋអាមេរិកមិនចង់គ្រប់គ្រងក៏ដោយបើសិនជាសហរដ្ឋអាមេរិកនៅបន្តវាប្រហារកងកម្លាំងរបស់អ៊ីរ៉ង់ដែលនៅតាមទុនដែលខ្សោយអញ្ចឹងបាទកងកម្លាំងខឺតចង់មិនចង់គាត់ជិះឱកាសហ្នឹងដើម្បីពង្រីកដែនរបស់គាត់វិញដែរបាទពីព្រោះអីដូចដែលខ្ញុំបានជម្រាបពីខាងដើមអញ្ចឹងគឺកាឌីស្តានហ្នឹងបាទកាឌីស្តានហ្នឹងគឺគាត់ជាអាណាចក្រមួយផងដែរទូយ៉ាងដូចជាសហការីខ្ញុំនៅសហរដ្ឋអាមេរិកនៅ VOA ហ្នឹងបាទគាត់មិនដែរថាគាត់ជាជនជាតិអ៊ីរ៉ង់ទេណាគាត់នៅថាគាត់ជនជាតិខឺតគាត់ហើយយើងមានភាសាខឺតណាភាសាខឺតហ្នឹងមួយដែរផ្សាយទៅហ្នឹងបាទអញ្ចឹងគាត់នៅថាគាត់អត់អ៊ីរ៉ង់ទេបាទគាត់ជនជាតិខឺតទៅដែរអញ្ចឹងដូច្នេះមនោសញ្ចេតនាជាតិនិយមរបស់គេហ្នឹងនៅតែមានដូច្នេះជាតិឱកាសហ្នឹងគេអាចនឹងពង្រីកធ្វើយ៉ាងម៉េចបាទនឹងរឿងរបស់ខាងអ្នកតស៊ូរបស់គេរកតែឱកាសអញ្ចឹងហើយបើមិនជាសហរដ្ឋអាមេរិកទៅគ្រប់គ្រងទៀតវាគេយល់ថាជាឱកាសមាសរបស់គេបាទអញ្ចឹងហើយបានជាខ្ញុំនិយាយប្រាប់ប្រិមិត្តតាំងពីដើមដំបូងនៃកម្មវិធីនេះគឺបើសិនជាយើងអត់ដឹងបរិបទបាទបរិបទច្បាស់លាស់នៅក្នុងប្រទេសនោះតើវាមានរឿងមកយ៉ាងម៉េចទេសូមមេត្តាកុំធ្វើអត្ថាធិប្បាយណាមួយដែលតាមអារម្មណ៍តាមមនោសញ្ចេតនាឬក៏តាមប្រភពណាដែលយើងទទួលបានមិនច្បាស់លាស់ដែលមានលក្ខណៈលំអៀងហ្នឹងនាំតែខាតប្រយោជន៍ទេបាទខ្ញុំនិយាយនេះកាច់កង់ចូលឡើងប៉ុន្តែនិយាយឲ្យចំតែម្ដងដោយមិនកាច់កង់គឺមានអ្នក message មកខ្ញុំអីហ្នឹងអ្នកធ្វើ comment ហ្នឹងគាត់ថាឥឡូវហ្នឹងគឺនៅខ្មែរចាប់ផ្ដើមស្អប់អាមេរិកអីណាស្អប់អ៊ីរ៉ង់អ៊ីរ៉ាក់អ៊ីស្រាអែលអីចឹងកុំអាលលឿនពេកណាកុំអាលលឿនពេកត្រូវមើលសភាពការច្បាស់ខ្មែរយើងគេថាមើលឲ្យជាក់សញ្ញៈចិញ្ចាំណាគឺមើលច្បាស់សិនកុំអាលហក់ខុសប្រយោជន៍អត់ប្រយោជន៍ទេណាបាទរឿងរបស់គេបែរជាយើងមកធ្វើអីផ្សេងណាកុំអាឈូឆោណាបាទដូចជាករណីខឺតដែលខ្ញុំយកមកជម្រាបជូនគឺយើងអត់ដឹងបរិបទណាសួរតែប្រហែលអ្នកដែលធ្លាប់ comment ថាខឹងអាមេរិកមកដល់ពេលនេះដឹងយល់ដឹងពីរឿងខឺតខ្ញុំដឹងរហូតដល់ខ្ញុំមានមិត្តភ័ក្តិដែរបាទធ្វើការនៅខាង service ខឺតហ្នឹងបាទជំនឿខឺតហ្នឹងគាត់និយាយប្រាប់យើងផ្សេងពីអ្វីដែលប្រិមិត្តអាចនឹងប្រតិកម្មឃើញទេបាទអញ្ចឹងដូចតែយើងថាជារឿងទៅកំតិចគេប៉ុន្តែខឺតដែលផ្នែកខ្លះរបស់គាត់ហ្នឹងគឺនៅក្នុងភាគមួយធំនៃប្រទេសអ៊ីរ៉ង់គាត់ថាជាឱកាសមាសទៅវិញហ្នឹងរឿងផ្សេងណាអញ្ចឹងយើងមិនដឹងរឿងច្បាស់កុំអាននឹងហត់លោតធ្វើអត្ថាធិប្បាយអ្វីខុសទៅតាមអារម្មណ៍របស់យើងណាបាទព័ត៌មានចុងក្រោយបាទព័ត៌មានចុងក្រោយនេះគឺជាសេចក្តីរាយការណ៍ពីប្រទេសចិនវិញម្ដងបាទបើយោងតាម CNBC បានរាយការណ៍ឲ្យដឹងថា
គឺប្រទេសចិនឥឡូវនេះគឺមានផែនការនៅក្នុងការបង្កើនថវិកាទៅលើវិស័យការពារជាតិរបស់ខ្លួនរហូតដល់7%នៅឆ្នាំនេះបាទនេះបើយោងតាមសេចក្តីរាយការណ៍របស់ Reuters បាទដែលសារព័ត៌មានដកស្រង់មកផ្សាយហើយគឺ Reuters ក៏បានឃើញឯកសារជាផ្លូវការដែលគេត្រូវដោះស្រាយត្រូវទៅចេញផ្សាយនៅថ្ងៃនេះប៉ុន្តែឥឡូវមកដល់ពេលនេះមិនទាន់ឃើញចេញផ្សាយទេណាបាទដូច្នេះបើយោងតាមសេចក្តីរាយការណ៍នេះបានន័យថាការចំណាយយោធាប្រចាំឆ្នាំរបស់ចិនគឺតិចជាងឆ្នាំប្រហែលឆ្នាំចុងក្រោយនេះបាទគឺស្មើចង់ទៅលើសតែឆ្នាំ2021ទេបន្តិចបន្តួចតែប៉ុណ្ណោះពីព្រោះអីការដែលស្នើឡើងនៅការចំណាយនេះបាទការចំណាយនេះគឺកើតមានឡើងក្នុងពេលដែលបញ្ហាថាមានការតានតឹងកាន់តែខ្លាំងនៅក្នុងតំបន់មជ្ឈមបូព៌ាហើយក៏មានការរៀបចំនៅគេថាភូមិសាស្ត្រនយោបាយថ្មីក្នុងការបណ្ដាប្រទេសសំខាន់មួយចំនួនទៅរៀបចំសម្ព័ន្ធមិត្តរបស់ខ្លួនបាទក្នុងឆ្នាំកន្លងមកគឺប្រទេសចិនបានចំណាយថវិកាទៅលើវិស័យការពារជាតិហ្នឹងគឺមានរហូតដល់7កណ្ដកសញ្ញា2%អស់រយៈពេល3ឆ្នាំចុងក្រោយនេះបាទ3ឆ្នាំចុងក្រោយនេះគឺ7កណ្ដកសញ្ញា2%ហើយនៅឆ្នាំ2022គឺ7កណ្ដកសញ្ញា1%ហើយឆ្នាំ2021គឺ6កណ្ដកសញ្ញា8%បាទដូច្នេះក្នុងរង្វង់7%ជាមិនជាថោកថយអ្វីទេប៉ុន្តែសារព័ត៌មានគាត់សរសេរចឹងដើម្បីឲ្យយើងមានការចាប់អារម្មណ៍ថាអូចិនអត់មានលុយទេចិនថយលុយចំណាយខុសគ្នាតែប្រហែលកណ្ដកសញ្ញាមួយហ្នឹងបាទក្បៀស1ក្បៀស2ហ្នឹងដូច្នេះអត់មានបញ្ហាអ្វីធំដុំទេអញ្ចឹងនិស័យសារព័ត៌មានគឺសរសេរចឹងបាទដូច្នេះគឺប្រទេសចិនគឺបើយោងតាមឯកសារនេះគឺនឹងគ្រប់គ្រងឲ្យមានការអភិវឌ្ឍសមត្ថភាពប្រយុទ្ធកាន់តែទំនើបជាងមុនផងដែរបាទដែលក្នុងនោះមានការធ្វើទំនើបកម្មនៅអាវុធដែលមានលក្ខណៈទំនើបមានគុណភាពខ្ពស់សម្រាប់វិស័យការពារជាតិនិងកងទ័ពរបស់ប្រទេសចិនហើយបើយោងតាមសេចក្តីរាយការណ៍ដឹងថាប្រព័ន្ធអាវុធចុងក្រោយដែលទីក្រុងប៉េកាំងមាននោះគឺរួមមានមីស៊ីលរយៈចម្ងាយឆ្ងាយដែលអាចដែលត្រូវបានគេដាក់បង្ហាញនៅក្នុងការដើរក្បួនព្យុហយត្រាកាលពីខែកញ្ញាកន្លងទៅនេះហើយប្រទេសចិនគឺនឹងកំពុងតែធ្វើការប្រជុំសភាប្រជាជនចិនរយៈពេល8ថ្ងៃនៅថ្ងៃប្រហ័សនេះហើយចាប់ផ្ដើមចេញដែលតាមធម្មតាគឺការជួបប្រជុំនេះជាការមួយសម្រាប់ទៅលើគោលនយោបាយខាងផ្នែកយោធានិងនយោបាយទិសដៅនយោបាយក៏ដូចជាការអនុម័តថវិកាប្រចាំឆ្នាំផងដែរសម្រាប់ការចំណាយនានាក្នុងការអភិវឌ្ឍប្រទេសបាទហើយកាលពីឆ្នាំមុនគឺចិនបានអនុម័តថវិកាសម្រាប់វិស័យការពារជាតិហ្នឹងគឺចំនួន245,000 លានដុល្លារបាទអញ្ចឹងគឺថវិការបស់ចិនគឺនៅតិចនៅឡើយទេណាបាទបើប្រៀបធៀបជាមួយនឹងសហរដ្ឋអាមេរិកគឺសហរដ្ឋអាមេរិកកាលពីឆ្នាំ2025ហ្នឹងគឺខាងសភាអនុម័តថវិកាចំនួន850បាទ49.77ថា850,000 លានដុល្លារសម្រាប់វិស័យការពារជាតិនៅឆ្នាំ2025ក៏ប៉ុន្តែការចំណាយពិតប្រាកដរបស់សហរដ្ឋអាមេរិកវិញគឺចាយលើសគឺរហូតដល់920,000 លានដុល្លារនៅពេលនោះបាទជាការកើនឡើងច្រើនផងដែរបាទដូច្នេះនៅក្នុងឆ្នាំនេះគឺមានរហូតដល់ជាង1 trillion ដុល្លារចឹងសហរដ្ឋអាមេរិកបង្កើនការចំណាយបន្ថែមទៀតនេះជាការមួយដែលឆ្លើយតបជាមួយនឹងប្រិមត្តដែលបានសួរពីយុគមិញថាសហរដ្ឋអាមេរិកខាតច្រើនទេនៅក្នុងការកំទេច drone ថោករបស់អ៊ីរ៉ង់នោះបើជាការពិតគឺសហរដ្ឋអាមេរិកចំណាយច្រើនបានផលតិចពីការប្រយុទ្ធជាមួយនឹងអ៊ីរ៉ង់ក៏ប៉ុន្តែសំណួរដែលត្រូវសួរសំខាន់ថាតើសហរដ្ឋអាមេរិកមានលុយច្រើនដើម្បីបន្តការចំណាយរយៈពេលយូរដែរឬទេបាទបើតាមថវិកាដែលបានអនុម័តមកគឺសហរដ្ឋអាមេរិកមានច្រើនបាទលើសពីឆ្នាំមុនបាទអញ្ចឹងគឺជារឿងមួយដែលមិនអាចនិយាយថាសហរដ្ឋអាមេរិកខ្សោះធននោះទេបាទនេះគឺជាព័ត៌មានសំខាន់ដែលខ្ញុំចងក្រងសម្រាប់ប្រិយមិត្តទាំងអស់គ្នាហើយសម្រាប់ពេលកម្មវិធីបច្ចុប្បន្នភាពអាមេរិកហ្នឹងគឺមុននេះបន្តិចបាទឬក៏ពេលនេះកំពុងតែចប់យ៉ាងម៉េចហ្នឹងមុនពេលដែលខ្ញុំចាប់ផ្ដើមផ្សាយហ្នឹងគឺនាយករដ្ឋមន្ត្រីអង់គ្លេសបានធ្វើសន្និសីទសារព័ត៌មានដែលមានការបញ្ជូនកម្លាំងបន្ថែមទៀតហើយបញ្ជូនយន្តហោះចម្បាំងបន្ថែមទៀតហើយនឹងប្រព័ន្ធការពារបន្ថែមទៀតដើម្បីទៅត្រៀមជួយនៅទីនោះបាទប៉ុន្តែក្នុងហេតុផលដំបូងគឺថាដើម្បីការពារប្រជាពលរដ្ឋរបស់ខ្លួននៅទីនោះទេបាទអញ្ចឹងដូច្នេះល្ងាចនេះខ្ញុំនឹងធ្វើបច្ចុប្បន្នភាពបន្ថែមទៀតផងដែរពីព្រោះការដែលហក់ចូលរបស់ចក្រភពអង់គ្លេសអាចនឹងបន្ថែមកម្លាំងដល់សហរដ្ឋអាមេរិកហើយបារាំងក៏បានផ្លាស់ប្ដូរជំហរដែរឲ្យប្រើមូលដ្ឋានទ័ពរបស់ខ្លួនផងដែរឲ្យសហរដ្ឋអាមេរិកប្រើប្រាស់ហើយការវិវត្តមួយទៀតគឺនៅឥណ្ឌូនេស៊ីបាទឥណ្ឌូនេស៊ីបើតាមសេចក្តីរាយការណ៍របស់ Al Jazeera ឲ្យដឹងថាគឺឥណ្ឌូនេស៊ីឥឡូវនេះនឹងសម្រេចដកខ្លួនចេញពីក្រុមប្រឹក្សាសន្តិភាពដែលលោកប្រធានាធិបតី Donald Trump បានបង្កើតហើយទើបតែសម្ពោធឲ្យដំណើរការកាលពីថ្ងៃទី18ខែកុម្ភៈនេះទេបាទអញ្ចឹងដូច្នេះខ្ញុំអត់មានឃើញសារព័ត៌មានណាផ្សេងផ្សាយមានតែ Al Jazeera មួយអញ្ចឹងខ្ញុំនឹងត្រៀមយកព័ត៌មាននេះសម្រាប់កម្មវិធីបច្ចុប្បន្នភាពអាមេរិកនៅល្ងាចនេះសម្រាប់អ្នកនៅសហរដ្ឋអាមេរិកហើយទៅជាពេលព្រឹកព្រលឹមឡើងសម្រាប់អ្នកនៅប្រទេសកម្ពុជាដូច្នេះរងចាំតាមដានហើយក៏មានព័ត៌មានមួយផងដែរគឺលោកស៊ុនចន្ទថុលក៏បានបញ្យល់អំពីអត្រាពន្ធគយដែលសហរដ្ឋអាមេរិកនឹងយកពី
ពីប្រទេសកម្ពុជាបាទបើយោងតាមលោកសុនឆុលបញ្យលគឺគាត់ថាពេលបច្ចុប្បន្ននេះគឺលោកតាមយក 15% បាទនេះទាបជាង 19% ហើយក៏ប៉ុន្តែយ៉ាងណាក៏ដោយគឺអាចនឹងនៅបន្ត 19% ដដែលមិនអាចលើសនឹងទេបើទោះបីជាលោកតាមលោកប្រើច្បាប់ណាក៏ដោយហើយក៏ខ្ញុំអាចបញ្ជាក់ទៅវិញផងដែរគឺបើតាមលោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកគាត់ក៏បានថ្លែងដូចនេះដែរតាំងពីភ្លាមពេលដែលមួយថ្ងៃក្រោយពីតុលាការកំពូលសម្រាប់លុបចោលពន្ធបដិការរបស់លោកតាមនោះគឺគាត់ថាគាត់សង្ឃឹមថាបណ្ដាប្រទេសនានានឹងគោរពតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលបានចុះហត្ថលេខាក្នុងពេលកន្លងមកដូច្នេះបានន័យថាក្នុងករណីសម្រាប់ប្រទេសដូចកម្ពុជាហ្នឹងគឺ19%អាចនៅប៉ុណ្ណឹងដដែលមិនអាចលើសនឹងទេឬក៏អាចក្រោមហ្នឹងមិនតិចតួចអីទៅតាមច្បាប់មួយចំនួនបាទហើយប៉ុន្តែលោកប្រធានាធិបតីគាត់មានអំណាចរហូតដល់150ថ្ងៃនៅក្នុងការអនុម័តច្បាប់ប្រើច្បាប់ដែលលោកយកមកប្រើនាពេលបច្ចុប្បន្ននេះបាទអញ្ចឹងខ្ញុំក៏បានជម្រាបជូនហើយដែរណាបើអញ្ចឹងបើសិនជាមានព័ត៌មានអ្វីថ្មីទៅលើរឿងនេះខ្ញុំនឹងគាត់នឹងដកសមមកផ្សាយនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកផងដែរខ្ញុំជឿថាប្រិមិត្តចាប់អារម្មណ៍ហើយពីរឿងដែលផលប៉ះពាល់បាទផលប៉ះពាល់ហ្នឹងគឺមកដល់ពេលនេះគឺមិនទាន់មានអ្វីជាធំដុំទេគឺសហរដ្ឋអាមេរិកកំពុងតែរៀបចំដើម្បីជួយធ្វើយ៉ាងណាបញ្ជៀសនៅផលប៉ះពាល់ពីការធ្វើសង្គ្រាមនេះជាពិសេសទៅលើវិស័យប្រេងហើយប្រេងប្រិមិត្តបានដឹងហើយគឺប្រេងប្រៀបដូចជាឈាមនៅក្នុងខ្លួនយើងដែរបាទសម័យទំនើបនេះប្រេងដូចជាឈាមនៅក្នុងខ្លួនយើងអញ្ចឹងបើកាលណាខ្សោះប្រេងផ្នែកដទៃទៀតក៏មានដំណើរការមិនល្អដែរបាទការដឹកជញ្ជូនសំខាន់ណាស់បាទការដឹកជញ្ជូនសំខាន់បើការដឹកជញ្ជូនវាឡើងថ្លៃតំណែងអ្វីទៀតក៏វាទៅឡើងថ្លៃតាមនឹងដែរមិនអញ្ចឹងហ៎បាទប៉ុន្តែឥឡូវនេះមកដល់ពេលនេះគឺកុំឲ្យឈូឆរដូចដែលខ្ញុំបាននិយាយពីខាងដើមថាមើលឲ្យជាក់សម្ញាក់ចិញ្ចាមសិនណាគឺដូចដែលខ្ញុំបានប្រាប់ប្រហែលថ្ងៃមុនគឺតាមដានយកព័ត៌មានប្រភពឲ្យច្បាស់សិនបាទកុំឲ្យនិយាយឬក៏ធ្វើអត្ថាធិប្បាយណាមួយដែលអាចនឹងខាតផលប្រយោជន៍របស់យើងកុំឲ្យសោះបាទប្រយ័ត្នមែនទែនតាមដានព័ត៌មានប្រភពឲ្យច្បាស់ទី2គឺបាទរងចាំប្រភពផ្លូវការពីរដ្ឋាភិបាលពីអីហ្នឹងមុននឹងយើងធ្វើសកម្មភាពណាមួយដោយដែលខ្ញុំបាននិយាយហើយនៅក្នុងពេលដែលមានរឿង COVID-19 ហ្នឹងគឺអ្នកខ្លះហ្នឹងគឺទៅបុកទៅទិញกระดาษអនាម័យប្រគុណហ្នឹងបាទហើយតែខ្មែរអាមេរិកទៅទិញกระดาษអនាម័យមកច្រើនហ្នឹងនាំតែធ្វើឲ្យតម្លៃនឹងកើនឡើងអាស៊ីយើងមានអញ្ចឹងណាបងប្អូនយើងអ្នកនៅអាស៊ីមួយចំនួនជាពិសេសនៅខ្មែរក៏លឺសូរអញ្ចឹងយើងសើចហ្នឹងយើងអាចប្រើវិធីផ្សេងទៀតនៅក្នុងការលាងសម្អាតខ្លួនបានតែពេលចូលបន្ទប់ទឹកហើយហ្នឹងបានមិនចាំបាច់តែกระดาษណាកាលពីខ្មែរយើងមិននិយមប្រើกระดาษផងបាទដូច្នេះអញ្ចឹងសរុបមកវិញគឺសូមតាមដានព័ត៌មានដែលច្បាស់ផ្លូវការធំណាកុំឲ្យហត់ទៅតាមបណ្ដាញសង្គមមួយចំនួនហ្នឹងគឺខុសរឿងហ្នឹងពីព្រោះមានអ្នកមកសួរខ្ញុំនៅយកព័ត៌មានមកសួរហ្នឹងគឺខុសអត់មានពិតតទៅសោះតែម្ដងបាទអញ្ចឹងសូមអរគុណប្រិមិត្តបាទសូមជម្រាបលា